បងប្អូនថ្ងៃទី21ខែ2ឆ្នាំ2026បងប្អូននៅទឹកដីខេត្តស្ទឹងត្រែងនៅជិតច្រកចូលវ៉ារីបងប្អូនឃើញមកទឹកការនេះទេផ្លែល្អមែនតើបងប្អូនឃើញតែភាពផ្លែប៉ុណ្ណេះបងប្អូនខ្ញុំចេះតែថាតាមពិតម្ចាស់ចការហ្នឹងគាត់រើសបាន4តោនទៅ5តោនហើយបងប្អូនចាំមើលដើរទៅដល់ខាងមុខខ្ញុំឲ្យបងប្អូនមើលកណោដែលគាត់រើសណោះខាងហាក់ការីយើងនាំគ្នាប្រចាំងមើលទៅខាងក្រោមអាកប់តែជ្រូកនិងអាកណោដែលគេរើសហើយបងប្អូនមើលនៅលើដើមនៅមានទៀតនៅមានផ្លែរយិញរយងពេញតែមែកគ្រប់ធៀងវាអត់ចោលមែកអត់ចោលធៀងណាមួយទេបងប្អូនលទ្ធផលដែលបានឃើញដូចក្នុងវីដេអូនេះបងប្អូនគឺបណ្ដាលមកពីការប្រើប្រាស់ជាមួយនឹងលទ្ធផលរបស់ក្រុមហ៊ុន VKSN របស់យើងក្នុងលទ្ធផលរបស់យើង B+ និង N+ តែ N+ យើងប្រើសម្រាប់រយៈមួយដើម្បីបាញ់ទាញត្រួយនិងថែត្រួយឲ្យល្អឲ្យតងមកឆ្លោះដើម្បីងាយស្រួលក្នុងការធ្វើផ្កាឲ្យមកល្អកាលណាដែលផ្កាល្អក្តឹបដែលវាចេញមកក៏ល្អដូចគ្នាបងប្អូនមើលទៅលើដើមណាមើលលើដើមនៅកលុកកលៀតយើងមើលឃើញដើមធំយើងដើរខាងក្រោមយើងមើលអត់ឃើញច្បាស់ទេតែយើងប្រចាំងទៅខាងលើបងប្អូនប្រចាំងទៅខាងលើឃើញច្រើនមែនតើកណោគាត់រើសហើយកណោគាត់រើសហើយបើយើងប្រឡឹងទៅមើលខាងលើនោះឃើញនៅមានច្រើនទៀតណាបងប្អូនមើលដឹងតែគ្រប់ដើមគ្រប់មែកបងប្អូនគ្រប់ដើមគ្រប់មែកល្អមែនតើប្រភេទពូជនេះប្រភេទស្រោម9ណាលោកគ្រូស្រោម9បាទស្រោម9ប៉ុន្តែជាក់ស្ដែងយើងកលេចមកវិញទៅមើលចការដតីទៀតផ្សេងនៅរដូវកាលថ្មីនេះមិនថា09មិនថា M មិនថា07នៅតាមតំបន់មួយចំនួនគឺនៅជួបប្រទះជាមួយនឹងបញ្ហាកាំងជួបប្រទះជាមួយនឹងបញ្ហាជាច្រើនដែលបងប្អូនយើងជួបអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងជួបជាមួយនឹងបញ្ហាដូចតែបងប្អូនបានជួបនេះណាមានបញ្ហាកាំងមានបញ្ហាវាទៅការមកស្រស់ហើយវានៅអត់ព្រមចេញក្តឹបបងប្អូនអាចតំណងមកដើម្បីជួបបច្ចេកទេសដើម្បីទទួលបាននៅលទ្ធផលល្អប្រសើរដូចម្ចាស់ចការនេះផ្ទាល់បងប្អូនឃើញល្អមែនតើបងប្អូនយើងមើលល្អមែនតើហ្នឹងចាស់គាត់រើសអស់ខ្លះផងយើងឃើញប៉ុណ្ណឹងណាយើងមើលថាកន្លែងយើងមកប្រចាំងមើលគ្រប់មេឃគ្រប់ធៀងមើលទល់មេឃមែនតើណាខាងក្រោមហ្នឹងទុនមេឃវាមានទុំជ្រូកអស់ខ្លះបងប្អូនបានអញ្ចឹងណានេះមេឃនេះទុលល្អមែនតើណាទុលមេឃស្ទឹងបាក់មេឃផ្លែល្អមែនតើយើងមើលណាបើយើងឈរយើងថាយើងមិនដើរយើងឈរយើងស៊ូមើលទៅក្នុងដើមហើយដើមធំយើងមើលឃើញច្រើនងាកមើលទៅខាងនោះមកជុំណាល្អមែនតើនោះល្អមែនតើបងប្អូនគ្រាន់តែឃើញក៏ខ្វាកដែរនេះខ្ញុំផ្ទាល់ដែលជាក្រុមការងាររបស់ក្រុមហ៊ុនចុះមកឃើញបងប្អូនប្រជាកសិករយើងគាត់ប្រើប្រាស់ផលិតផលរបស់យើងហើយគាត់ទទួលបានផលសប្បាយចិត្តជំនួសគាត់បងប្អូនដាក់ឲ្យមកឃើញល្អមែនតើវាអាស្រ័យជាមួយនឹងបច្ចេកទេសអាស្រ័យជាមួយនឹងការថែទាំអាស្រ័យនឹងការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលត្រូវឲ្យមានគុណភាពទៀតបងប្អូនចាក់តនឹងការប្រើប្រាស់យើងមិនមែនចេះតែប្រើប្រាស់យើងមិនមែនចេះតែមើលអាផលិតផលណាយើងចេះតែដាក់ប្រើតាមតែចិត្តយើងនោះទេយើងប្រើគឺយើងមើលតែតទៅនឹងអាកាសធាតុយើងត្រូវចេះបត់បែនតទៅនឹងអាកាសធាតុតទៅនឹងការផ្ដាច់ថ្នាំពុលតទៅនឹងការប្រើប្រាស់ថ្នាំពុលនៅកម្រិតប្រើប្រាស់ណាមួយដែលអាចធ្វើឲ្យដំណាំរបស់យើងហ្នឹងទទួលបាននៅលទ្ធផលល្អប្រសើរមិនមែនយើងចេះតែធ្វើឲ្យតែហើយយើងចេះតែប្រើប្រាស់ផលិតផលថ្នាំកសិកម្មផ្សេងហើយវាមានផលប៉ះពាល់ទៅដល់ដំណាំពុកម៉ែបងប្អូននោះគឺវានឹងខាតបង់ព្រោះអីចន្ទីយើងធ្វើមួយឆ្នាំបានតែម្ដងទេណាបងប្អូនសម្រាប់ក្រុមហ៊ុន VKSN របស់យើងគឺយើងផ្ដល់ជូនសម្រាប់ពុកម៉ែបងប្អូនយើងដូចបងប្អូនបានឃើញល្អខ្លាំងមែនតែនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងតែជួបជាមួយនឹងបញ្ហាកាំងបញ្ហាផ្សេងដែលវាមានបញ្ហាផ្សេងហ្នឹងបងប្អូនអាចតំណងមកដើម្បីទទួលបាននៅការប្រឹក្សាលម្អិតជាមួយនឹងក្រុមការងារ VKSN របស់យើងលក់ទំនុកចិត្តលក់គុណភាពលក់បច្ចេកទេសចូលរួមជាមួយវិជាកសិករដើម្បីអភិវឌ្ឍកសិកម្មកម្ពុជា